ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាគ្រាន់តែឃើញក្បាលវីដេអូមកដឹងឯណាថាខ្ញុំជីធ្វើដំណើរនេះទៅណានេះជាការធ្វើដំណើរពីផ្ទះរបស់ខ្ញុំទៅជាការព្រិញមិនជាការព្រិញទេសំទោសគឺទៅស្រែបាទដើម្បីទៅបេះព្រិញយកទៅមកហូបផ្ញើអ្នកពេញបាទហើយផ្លូវនេះគឺផ្លូវនៅខេត្តកញ្ចេះផងដែរផ្លូវនេះស្អាតបងប្អូនអរគ្នាផ្លូវពីខេត្តកញ្ចេះទៅរតនគិរីគឺធ្វើស្អាតបានអស់ហើយបាទធ្វើផ្លូវនេះស្ពានពីមុនស្ពានឈើទេឥឡូវឡើងស្ពានដែកស្ពានថ្មអស់ហើយអ្នកមិញនេះគឺជាពុកខ្ញុំហើយមុននឹងទៅដល់ហ្នឹងក៏ជាដំណើរធ្វើដំណើរពីផ្ទះទៅនោះគឺរឿងឆ្ងាយដែរបាទវីដេអូនេះនឹងកាត់đếnដល់ផ្លូវលំទៅស្រែបាទខ្ញុំផ្លូវកាត់នេះក៏មានការស្វាយផងដែរផ្លូវនេះហៅភូមិប្លន់តនបាទអ្នកដែលស្គាល់គឺស្គាល់ហើយបាទផ្លូវនេះផ្លូវលគូហើយផ្លូវនេះគឺកំពុងតែអភិវឌ្ឍផងដែរមិនដឹងថាពេលណាមកគេចាក់កស៊ូទេហើយនេះគឺដល់កន្លែងចិត្តដល់ស្រែរបស់ខ្ញុំហើយមានទាំងទូខ្មោចមានសាកសពច្រើនមែនតើគេយកទៅកប់កន្លែងហ្នឹងណាហើយតម្រាំទៅជិះដល់ប្រហែលជាចំណាយពេលរយៈពេល10នាទីទៅមុនទៅដល់ស្រែដល់ចំណាយព្រេងហើយមើលទៅដីល្វឹងល្វើយគឺជួសរស់រៀនអស់ហើយឡើងមានព្រៃហើយពីមុនសិតតែព្រៃតែឥឡូវឡើងមានព្រៃអស់ហើយគឺធ្វើលបងព័ទ្ធជុំវិញអស់ដីហើយអានេះមកដល់ស្រែរបស់យើងហើយបាទនៅខាងស្ដាំដៃនោះគឺដើមព្រិញរបស់យើងហើយហើយអាធេរ៉ានោះវាកំពុងតែជីខ្វែលបាទនេះជីមកដល់ដែរហើយពុករបស់ម៉ែខ្ញុំក៏ជិះដល់ដែរហើយនេះគឺជាដើមព្រិញបាទផ្លែឡើងបាក់មែកខ្យល់មកបាក់អស់2ម៉ែកបាត់ទៅហើយព្រិញវាមិនតាន់ពេញទុំពេញអស់ទេវានៅតែពេញទុំមួយឡើយទេតែត្រូវតែបេះហើយដើម្បីយើងយកមកភ្នំពេញបាទធ្វើម៉េចបើត្រូវឡើងមកហើយមិនត្រូវដាច់ចិត្តរនវាបាទមកទាំងខ្ចីមកទាំងទុំមកហើយបាទហើយនេះអ្នកកាន់ចាំត្រង់ពុកខ្ញុំអ្នករនហើយខ្ញុំក៏តែអ្នកថតតែមានទាំងអ្នកឡើងមានទាំងអ្នកនៅរនខាងក្រោមបាទដើររើសទៅបាទហើយអ្នករុញអ្នកដែលមកកាន់ថ្នងនេះសិតតែបងប្អូនឯងទាំងអស់ទេមកកាន់រុញថ្នងដើម្បីមកហូបណាហើយព្រិញនេះផ្លែខុសគេបងប្អូនអរគ្នាគេទឹកតែក្តិតទឹកតកាទេតែវាទុំបាត់ទៅហើយវាមិនមែនប្រើថ្នាំប្រើអីទេធម្មជាតិទឹកបាទនេះរុនធ្លាក់មកមានទាំងខ្ចីមានទាំងទុំចូលគ្នាផងដែរតែមិនទេតែត្រូវតែបេះទៅហើយបាទមានប្អូនមានមីងមានពូមានក្មួយមានពុកមានម៉ែមករុនជុំគ្នាដើម្បីយកផ្ញើកូនភាសាក៏ដូចជាផ្ញើកូនបកើតរបស់គាត់នៅពេញណាហើយកូនគាត់នៅកូរ៉េនោះក៏បានផ្ញើទៅដល់នេះដោយសារតែព្រិញឆាប់រលួយពេកមានអីទៅលេងទៅកចេះ 2-3 ថ្ងៃក៏សប្បាយមួយយ៉ាងដែរបាទគ្រាន់តែថាយើងហូបស្អាតកើតទេឥឡូវនេះខ្ញុំវាប៊ូសពីស្រាហើយឡើងសូវហូបហើយឥឡូវស្រាឃើញស្រាដូចញ័រជើងហើយឥឡូវតាំងពីជួសរោមម្ដងមកឃើញស្រាញ័រជើងតែម្ដងហើយមេឃក៏ចាប់ផ្ដើមភ្លៀងដែរដល់ខែស្រាដល់ខែអីហើយដើមព្រិញនេះការដែលខ្ញុំនៅខ្មែរណាវានៅយ៉ាងតូចនៅឡើយទេប៉ុន្តែរយៈពេល 5-6 ឆ្នាំដែលខ្ញុំទៅកូរ៉េហើយខ្ញុំមកវិញនេះគឺធំមែនតើអានេះគឺជាសកម្មភាពអ្នករើសអាទុំយកដាក់ឡាំងដើម្បីយកមកកូរ៉េយកកូរ៉េយកមកវិញបាទហើយអាក្រហមហ្នឹងគេហូបបាទអ្នកល្អគឺគេដាក់ក្នុងឡាំងបាទអាក្រហមហ្នឹងគេយកទៅក្លុកអំបិលហូបវិញនិយាយលេងមកបងប្អូនគ្នាគឺអារម្មណ៍ខុសគឺបោះចោលហើយតែមិនទេដើម្បីកូននោះម៉ែពុកណាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេក៏អរគុណច្រើនបងប្អូនគ្នាសម្រាប់ការទស្សនាក៏ដូចជាចំណាយពេលវេលាតាមមើលពួកខ្ញុំរើសព្រិញតាំងពីដើមរហូតដល់ចប់ណាសូមជូនពរបងប្អូនគ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនទៅណាមកណាជៀសវាងជំងឺស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងឡាយទាំងពួងផងដែរសូមអរគុណច្រើនសូមជម្រាបលា